បាទសូមជម្រាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបន្តចែករំលែកទៅលើចំណេះដឹងដែលជាមូលដ្ឋានគ្រឹះគណនេយ្យនឹងបន្តទៀតបាទអូខេអញ្ចឹងបើសិនជាអ្នកនរគ្នាចង់តាមដានទៅលើការចែករំលែកបន្តទៀតសូមអ្នកនរគ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសម្រាប់វីដេអូនេះខ្ញុំនឹងបន្តចែករំលែកអ្នកនរគ្នាទាក់ទិនជាមួយនឹងការកត់ត្រាទៅលើប្រវត្តិការអាជីវកម្មរបស់ក្រុមហ៊ុននឹងបន្តទៀតបាទអូខេអញ្ចឹងមុននឹងអាចកត់ត្រាបានខ្ញុំសូមរំលឹកឡើងវិញទាក់ទិនជាមួយនឹងការចុះបញ្ជីគណនេយ្យទ្វេធាតុបាទគឺជាប្រព័ន្ធមួយដែលគេប្រើវាដើម្បីធ្វើការកត់ត្រាប្រវត្តិការអាជីវកម្មឲ្យបានត្រឹមត្រូវបាទអញ្ចឹងនៅក្នុងហ្នឹងនៅក្នុងDouble Entry Accounting sorry Double Entry Accounting ឬក៏ Double Entry Bookkeeping ហ្នឹងបាទអញ្ចឹងនៅក្នុងជំហានរបស់វាគឺវាមាន3ហើយសម្រាប់ខាងក្រោមនេះជាការកំណត់បាទទាក់ទិនជាមួយនឹងឥណពន្ធហើយនិងឥណទានហ្នឹងបាទដោយសារតែទាក់ទិនជាមួយនឹងការកត់ត្រាប្រវត្តិការអាជីវកម្មរបស់ក្រុមហ៊ុនគឺគេភ្ជាប់វានៅខាងឥណពន្ធហើយនិងឥណទានបាទហើយសម្រាប់ឥណពន្ធហើយនិងឥណទានហ្នឹងគេវាជាច្បាប់សម្រាប់ការកត់ត្រាហ្នឹងគឺគេមានជាការកំណត់បាទទៅលើធាតុនៃរបាយការណ៍ហិរញ្ញវត្ថុដែលខ្ញុំកំណត់ជាពាក្យ dealer ហ្នឹងបាទហើយពាក្យ dealer ហ្នឹងគឺសំដៅដល់ធាតុនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហ្នឹងហើយបាទអញ្ចឹងសំណួរសួរថាតើធាតុនៃរបាយការណ៍របស់ធាតុនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហ្នឹងមានអីអញ្ចឹងដូចដែលអ្នកនរគ្នាឃើញអញ្ចឹងបាទអូខេអញ្ចឹងកុំឲ្យខាតពេលខ្ញុំនឹងបន្តចូលដល់ប្រវត្តិការរបស់យើងបាទអញ្ចឹងប្រវត្តិការរបស់យើងនៅក្នុងវីដេអូមុនខ្ញុំបានកត់ត្រានៅក្នុងអឺថ្ងៃទី1បាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបន្តចូលដល់ថ្ងៃទី2បាទអញ្ចឹងថ្ងៃទី2នេះគឺតារាហ្នឹងគាត់បានទិញឡានតម្លៃ2000ដោយមានការទូទាត់ជាសាច់ប្រាក់ហ្នឹងបាទអញ្ចឹងជាធម្មតាទាក់ទិនជាមួយនឹងគណនេយ្យបាទនៅក្នុងក្រុមហ៊ុនមួយដើម្បីអាចផលិតនៅព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបានគឺគាត់ត្រូវធ្វើការចុះបញ្ជីគណនេយ្យបាទគឺទៅលើប្រវត្តិការអាជីវកម្មរបស់ក្រុមហ៊ុនហ្នឹងឲ្យបានត្រឹមត្រូវបាទដើម្បីអាចសរុបនិងតាមដានទៅលើព័ត៌មានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបានបាទអញ្ចឹងនៅក្នុងការកត់ត្រាដោយដៃគេមានជាសៀវភៅទិន្នានុប្រវត្តិបាទដែលភាសាអង់គ្លេសហ្នឹង General Journal ហើយសៀវភៅមួយទៀតគឺសៀវភៅគណនេយ្យបាទគឺ General Ledger ដើម្បីទៅតាមដាននិងធ្វើការកត់ត្រាទាក់ទិនជាមួយនឹងប្រវត្តិការអាជីវកម្មរបស់ក្រុមហ៊ុនហ្នឹងបាទអូខេអញ្ចឹងកុំឲ្យខាតពេលខ្ញុំនឹងបង្ហាញទៅលើការកត់ត្រាចូលទៅក្នុងសៀវភៅទិន្នានុប្រវត្តិឲ្យអ្នកនរគ្នាបានដឹងបាទអូខេអញ្ចឹងយើងមើលគេថាលោកតារាហ្នឹងគាត់បានទិញឡានហ្នឹងតម្លៃ2000ដោយមានការទូទាត់ជាសាច់ប្រាក់ហ្នឹងបាទអញ្ចឹងជាធម្មតានៅក្នុងដំណើរការនៃការកត់ត្រាគឺគេឲ្យយើងមានជាការមើលទៅលើ3ជំហាននេះបាទអញ្ចឹងទី1គឺយើងត្រូវកំណត់គណនីបាទទី2យើងត្រូវចាត់ថ្នាក់ប្រភេទវាហើយទី3គឺយើងត្រូវអនុវត្តទៅលើច្បាប់នៃអត្តពលហើយនិងអត្តទានហើយបាទអញ្ចឹងដោយដែលអ្នកនរគ្នាដឹងហើយថាថ្ងៃ2នេះលោកតារាហ្នឹងគាត់បានទិញឡានដោយមានការទូទាត់ជាសាច់ប្រាក់បាទអញ្ចឹងសម្រាប់គណនីដែលយើងត្រូវកត់ហ្នឹងគឺវាមានតែ2ឯងបាទតែជាមួយគណនីដែលយើងត្រូវកត់គឺមានតែ2ទេដែលគណនីទី1ហ្នឹងគឺទាក់ទិនជាមួយនឹង Vehicle បាទទាក់ទិនមួយការទិញឡានហ្នឹងហើយគណនីទី2ហ្នឹងគឺគាត់មានការទូទាត់ជាសាច់ប្រាក់បាទអញ្ចឹងសម្រាប់គណនីដែលយើងត្រូវកត់គឺមានតែ2ទេអញ្ចឹងគេចាប់ផ្ដើមយកវាមកកត់ត្រាបាទសម្រាប់គណនី Vehicle គឺគេចាត់ថ្នាក់វាជាប្រភេទនៃ Asset របស់ក្រុមហ៊ុនបាទវាជាធនធានរបស់ក្រុមហ៊ុនអញ្ចឹងនៅពេលដែលក្រុមហ៊ុនមានការទិញនៅឡានវាធ្វើឲ្យ asset របស់ក្រុមហ៊ុនហ្នឹងកើនអញ្ចឹងគេចុះ asset ហ្នឹងកើននៅខាង debit បាទហើយសម្រាប់គណនីមួយទៀតគឺគណនីសាច់ប្រាក់ដែលយើងប្រើជាគណនី cash បាទ
ចឹងជាធម្មតាគណនីសាច់ប្រាក់គឺជាគណនីដែលយើងបានចំណាត់ថ្នាក់វានៅក្នុងប្រភេទនៃអាសិតដូចគ្នាបាទចឹងជាធម្មតានៅក្នុងករណីនេះគឺយើងយកសាច់ប្រាក់ទៅទិញឡានចឹងវាធ្វើឲ្យអាសិតរបស់ក្រុមហ៊ុនហ្នឹងមានការថយចុះបាទចឹងសម្រាប់ច្បាប់នៃឥទ្ធិពលហើយនិងឥណទានហ្នឹងអាសិតបើក្នុងករណីដែលវាថយវាចុះវានៅខាង credit ចឹងនៅក្នុងគណនី cash ហ្នឹងគឺវាចុះវានៅខាង credit បន្ទាប់មកទៀតយើងគ្រាន់តែ posting មកសៀវភៅគណនីបាទគឺ Ledger អូខេអញ្ចឹងយើងគ្រាន់តែគូសបាទ T account ដើម្បីបញ្ជូនវាមក Ledger នៅក្នុងគោលបំណងតាមដានទៅលើគណនីដែលយើងបានកំណត់ត្រារួចហ្នឹងបាទអញ្ចឹងសម្រាប់ VI Call យើងយកមកបង្កើតជា T account មួយមកហើយសម្រាប់គណនី Cash គឺយើងបង្កើតជា T account មួយទៀតមកប៉ុន្តែលំហាត់ហ្នឹងបើសិនជានៅក្នុងខែមួយគ្នាវិញគឺយើងអត់ចាំបាច់បង្កើតគណនី Cash មួយទៀតទេព្រោះប្រតិបត្តិការថ្ងៃទី1នេះគឺយើងមានជាការដាក់ទុនជាសាច់ប្រាក់ហ្នឹងយើងបានកើតគណនីសាច់ប្រាក់មួយហើយអញ្ចឹងសម្រាប់ការ posting មក Ledger យើងគ្រាន់តែផុសមកនីចាស់របស់វាទៅប៉ុន្តែដោយសារតែប្រតិបត្តិការនេះខ្ញុំមានជាការបង្ហាញដាច់ដោយឡែកពីគ្នាបាទអញ្ចឹងទើបខ្ញុំមានជាការបង្កើត Ledger ថ្មីបាទអូខេអញ្ចឹងអ្នកនរគ្នាគ្រាន់តែយកវាមកដាក់មកសម្រាប់ T account នៅខាងឆ្វេងឆ្វេងនៃគណនីហ្នឹងគឺខាង debit ហើយសម្រាប់ខាងស្ដាំវិញគឺសម្រាប់ដាក់ទឹកលុយនៅខាង credit បាទអញ្ចឹងយើងគ្រាន់តែយកមកដាក់បាទអូខេអញ្ចឹងសម្រាប់ VI Call គឺទឹកលុយរបស់វានៅខាង debit បាទនៅខាង debit គឺនៅខាងឆ្វេងហ្នឹងហើយបាទហើយសម្រាប់ credit វិញគឺវានៅខាងស្ដាំគណនីហ្នឹងបាទអូខេអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះអាចជួយដល់អ្នកនរគ្នានៅក្នុងការកត់ត្រាប្រតិបត្តិការអាជីវកម្មចូលទៅក្នុងបញ្ជីគណនីហ្នឹងឲ្យបានត្រឹមត្រូវបាទហើយបើសិនជាអ្នកនរគ្នាគិតថាវីដេអូនេះមានប្រយោជន៍អ្នកនរគ្នាអាចជួយ share វីដេអូចែករំលែកបន្តផងបាទ